បានឃើញទេសភាពនៅស្រុកស្ដាប់សំឡេងម៉ែមកយាយកូនបានបាយទឹកអីនៅនឹងក៏មានអារម្មណ៍ល្អឡើងវិញសុកមកស្រុកនឹងនៅភ្នំពេញអត់អីណាហីអរគុណម៉ាក់ដែលតែងនិយាយថាបើហត់ខ្លាំងពេកបើផ្ទះជើងវិញមកកូនបើម៉ែបានត្រឡប់ទៅ20ឆ្នាំមុនមែនណាម៉ែក៏នៅតែរៀបការជាមួយពុកកូនដដែលនឹងព្រោះម៉ែអត់ក្តីសម័យបានតែអត់កូនត្រេនឯងមិនបានទេពេលខ្លះជើងមិនបាច់ផ្ដោតលើអនាគតពេកទេឲ្យតែឥឡូវមានពេលវេលានៅថែពុកម៉ែបានគឺជាកាដូមានតម្លៃបំផុតហើយ